ជំរាបសួរបងប្អូនម្ចាស់ចំការចន្ទទីទាំងអស់គ្នាថ្ងៃនេះខ្ញុំអឺលើកប្រធានបទនិយាយអំពីម្ចាស់ចំការដែលគាត់ប្រើប្រាស់ជីថ្នាំបច្ចេកទេសនៅឌីប៉ូយើងខ្ញុំបាទឌីប៉ូលីថូនៅទឹកដីខេត្តកំពង់ធំបាទហើយនេះគឺចការចន្ទទីដែលគាត់នៅកពើបាទនៅឃុំបឹងលាវាបាទតាំងកពើហើយបងប្អូនមើលចន្ទទីរបស់គាត់អាយុ7ឆ្នាំបាទនេះគឺបងប្អូនអាចទស្សនាមើលបានឃើញជាក់ស្ដែងខ្លួនឯងហើយតិចទៀតគឺខ្ញុំនឹងប្រាប់ថាគាត់ប្រើបច្ចេកទេសឬរបៀបប្រើបែបម៉េចហើយនៅចុងវីដេអូគឺខ្ញុំនឹងបងប្អូនអាចទៅជួបឬក៏ទៅសំណេះសំណាលជួបគាត់សួរបន្តិចបន្តួចពាក់ព័ន្ធនឹងការប្រើប្រាស់ជីថ្នាំពាក់ព័ន្ធទៅលើបច្ចេកទេសបងប្អូនឃើញទេបាទក្តឹបទៅមិនចាញ់ហើយខ្ញុំនឹងនាំបងប្អូនទៅមើលមិនមែនមកដើមទេបាទនេះហើយគឺជាកត្តាដែលយើងប្រើទី1ពាក់ព័ន្ធទៅនឹងបច្ចេកទេសបាទទី2គឺពាក់ព័ន្ធទៅនឹងរូបមន្ត3ដែលខ្ញុំតែងតែនិយាយជម្រាបប្រាប់ជូនបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនអាចកលែកមើលតាមវីដេអូនេះបានហើយនៅបន្តិចទៀតគឺខ្ញុំនឹងផ្ដល់សម្ភាសជូនគាត់ហើយនឹងវិធីសាស្ត្រសម្រាប់ឲ្យបងប្អូនធ្វើដើម្បីទទួលបានទិន្នផលទាំងអស់គ្នាបងប្អូនអាចមើលមិនមែនមកដើមទេបាទគឺមិនមែនមកដើមទេគឺចេញស្មើបាទអាចទស្សនាបានបាទហើយមួយវិញទៀតអានោះគោក្តឹបខ្លាំងហើយបាទខ្លាំងហើយអញ្ចឹងបងប្អូនអាចមើលបាទហើយអញ្ចឹងការទស្សនានេះគឺសម្រាប់ចែកជូនបងប្អូនមើលបាទឃើញទេបាទតិចទៀតគឺគាត់បានដើរទៅខាងនោះហើយអញ្ចឹងគឺខ្ញុំនឹងទៅសុភាគាត់បាទហើយឃើញទេបងប្អូនឃើញអត់ឃើញទេបាទគឺស្មើដៃគ្នាបាទហើយបងប្អូនមើលបាទនេះបាទទាំងជាកោមមិនហើយនឹងអានេះធ្លាក់ឡើងទៅឌឺនឹងនេះមិនមែនមកដើមហើយក៏មិនមែនមកដើមហើយក៏មិនមែនមកស្កៃដែរហើយចំណុចពិសេសបងប្អូនឃើញទេនេះបាទតងរបស់គាត់នីមួយធំណាបាទគឺធំបាទតងរបស់គាត់នីមួយគឺធំអញ្ចឹងសម្រាប់នេះបងប្អូនអាចសង្កេតបានឲ្យគ្រប់បងប្អូនឃើញគ្រប់នឹងនេះគឺជាបច្ចេកទេសដែលខ្ញុំតែងតែជម្រាបនិងផ្ដល់ជូនបងប្អូនទាំងអស់គ្នាហើយនេះគឺជាការចែករំលែកចំណេះដឹងឲ្យបងប្អូនមិនចាំមើលគ្រប់ដើមបងប្អូនណានេះបច្ចេកទេសដេប៉ូលីថូដែលតំណាក់តំណងតាមលេខទូរស័ព្ទ097 624 25 15ឲ្យបងប្អូនអាចទស្សនាខ្ញុំដើរបងប្អូនបាទមិនមែនមកជាហៀងទេគឺបាទជុំវិញហើយគ្រប់ដើមបាទគ្រប់ដើមបងប្អូនបាទនេះទៅបញ្ចេញប៉ុណ្ណឹងគឺគ្រប់ដើមគឺស្មើដៃគ្នាល្អបាទចំពោះក្តឹបនឹងផ្កាគឺស្មើគ្នាបងប្អូនមិនមែនមកដើមទេគឺគ្រប់ដើមបាទនេះគឺចំនួនដីរបស់គាត់បាទមើលបងប្អូនទាំងអស់បាទដីរបស់គាត់គឺមិនមែនតិចទេបាទគឺចន្ទទីអាយុបាទ8ឆ្នាំបាទសុខភាពចន្ទទីនេះគឺល្អបងប្អូនបាទគ្រប់ដើមក្តឹបបងប្អូនឃើញទេបាទគឺក្តឹបនេះអញ្ចឹងគឺខ្ញុំនឹងដើរទៅជួបសម្ភាសជាមួយគាត់សួរគាត់បន្តិចពាក់ព័ន្ធទៅនឹងការប្រើប្រាស់ជីថ្នាំហើយលំអិតទៅលើការដែលគាត់ប្រើបាទរូបមន្តពាក់ព័ន្ធទៅនឹងបច្ចេកទេសអញ្ចឹងសម្រាប់បាទបងប្អូនឃើញសម្រាប់បងប្អូនម្ចាស់ចំការ YouTube ដែលតាមដាន YouTube របស់យើងខ្ញុំបាទចង់ប្រឹក្សាយោបល់ពាក់ព័ន្ធទៅនឹងបច្ចេកទេសបាទទៅលើដំណាំចន្ទីតាទិន្នផលដើម្បីទទួលបានទិន្នផលនេះគឺជាថ្ងៃទី1បាទខែ1ឆ្នាំ2026ឆ្នាំថ្មីសម្រាប់នេះគឺចែកជូនបងប្អូនទាំងអស់គ្នាបាទនេះគឺរូបមន្តបាទឆ្នាំថ្មីនេះគឺទទួលបានទិន្នផលធំល្អសម្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងយើងខ្ញុំចែករំលែកប៉ុណ្ណេះពាក់ព័ន្ធទៅនឹងកតាមានអារម្មណ៍មិនដែរចាយបើលេងចេញអញ្ចឹងសប្បាយហ៎អូយដល់ពេល
ដល់ពេលសួរទៅសត្វហ្នឹងចាំទៅមើលម៉ែមកសប្រាយហ្មងបាទអញ្ចឹងបងប្អូនអាចទស្សនាតាមដានវីដេអូក្រោយទៀតសូមអរគុណ